ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកការប៉ះទង្គិចគ្នារវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានប្រភពពី RT ថ្ងៃទី13 ខែតុលាឆ្នាំ2025ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍នៅតាមបណ្ដោយព្រំដែនអាហ្វហ្គានីស្ថានប៉ាគីស្ថានមន្ត្រីមកពីភាគីទាំងពីរបានបញ្ជាក់បន្ទាប់ពីការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភដែនអាកាសនិងការវាយប្រហារក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថាកងកម្លាំងរបស់ខ្លួនបានចាប់ផ្ដើមប្រតិបត្តិការសងសឹកដោយជោគជ័យប្រឆាំងនឹងទីតាំងសន្តិសុខប៉ាគីស្ថានតាមបណ្ដោយបន្ទាត់ដូរ៉េនដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាការវាយឆ្មក់តាមអាកាសរបស់ប៉ាគីស្ថានម្ដងហើយម្ដងទៀតសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើ X ដោយអ្នកនាំពាក្យ Inayat Khawaram បានបន្ថែមថាប្រតិបត្តិការបានបញ្ចប់នៅពាក់កណ្ដាលអាធ្រាត្រមន្ត្រីខេត្តប៉ាគីស្ថានលោកជេនអាចាក់សៃបានបញ្ជាក់ថាការប្រយុទ្ធគ្នាបានកើតឡើងដោយសរសេរនៅលើ X ថាកងកម្លាំងប៉ាគីស្ថានបានឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់អាហ្វហ្គានីស្ថានលោកបាននិយាយថាកងកម្លាំងអាហ្វហ្គានីស្ថានបានបើកការវាយប្រហារដោយមិនឲ្យដឹងជាមុនទៅលើទីតាំងចំនួន5 ទៅ 6នៅតាមបណ្ដោយព្រំដែនប៉ាគីស្ថានអាហ្វហ្គានីស្ថានដោយផ្ដោតលើប៉ុស្តិ៍ប៉ាគីស្ថានលោកបានអះអាងថាការឆ្លើយតបរបស់កងទ័ពប៉ាគីស្ថានខ្លាំងណាស់ដែលអ្នកវាយប្រហារអាហ្វហ្គានីស្ថានត្រូវបានបង្ខំឲ្យដកថយដោយបន្សល់ទុកអ្នកស្លាប់និងរបួសលោកបានបន្ថែមថាព្រំដែនប៉ាគីស្ថានមានសុវត្ថិភាពរដ្ឋាភិបាលអាហ្វហ្គានីស្ថានគួរតែចងចាំថាបំណងប្រាថ្នាសន្តិភាពរបស់ប៉ាគីស្ថានមិនគួរត្រូវបានគេច្រឡំថាជាភាពទន់ខ្សោយឡើយភាគីទាំងសងខាងមិនទាន់បានបញ្ចេញព័ត៌មានអំពីជនរងគ្រោះនិងរបួសនៅឡើយទេហើយបច្ចុប្បន្នក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងនេះបានដែរឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីមានការផ្ទុះកាលពីថ្ងៃប្រហ័សនៅទីក្រុងកាបូលដែលមន្ត្រីអាហ្វហ្គានីស្ថានបានស្ដីបន្ទោសចំពោះការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានទីក្រុងអ៊ីស្លាមាបាតមិនបានបញ្ជាក់ថាបានធ្វើការវាយប្រហារឆ្លងព្រំដែនណាមួយទេការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជិតខាងទាំងពីរត្រូវបានសន្មតថាជាបញ្ហាសន្តិសុខតាមព្រំដែននិងសកម្មភាពសកម្មប្រយុទ្ធទីក្រុងអ៊ីស្លាមាបាតបានចោទប្រកាន់ក្រុងកាបូលថាបានផ្ដល់ជំរកដល់ក្រុមយុទ្ធជនតេហរិកអ៊ីតាលីបង់ប៉ាគីស្ថានដែលជាការចោទប្រកាន់ដែលត្រូវបានរដ្ឋបាលតាលីបង់បដិសេធការប្រយុទ្ធគ្នាបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថានអាមៀខាន់មូតាគីធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាសម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយទីក្រុងញូដេលីមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថាការធ្វើដំណើរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់